បាទខ្ញុំបានមកដល់វត្តវិវត្តដាក់គៀមនីនេះនៅខាងក្រោយខ្នងខ្ញុំនេះបាទកីឡាករកីឡាការិនីបដាល់ដែលដឹកនាំដោយលោកគ្រូខឹមសំណុំបាទបងប្អូនមានដឹងទេសមូហសំណុំមាន2នេះលោកគ្រូខឹមសំណុំគឺជាគ្រូផងជាឪពុករបស់កីឡាករអាតសំណុំផងនោះលោកគ្រូអាតសំណុំមកដល់នោះកំពុងជិះម៉ូតូបាទបងប្អូនហើយចំណាំគាត់ហើយខ្ញុំសុំតើមើលនេះបងប្អូនអាតសំណុំអតីតអ្នកបដាល់ជើងចាស់ជំនាន់មុនគេគ្រូអេប៊ូថងបន្តិចទេគ្រូខ្ញុំបាយមុនអេវាយមុនគ្រូអេបាទប៉ុន្តែមុនអបុលបាទក៏ប៉ុន្តែលោកគ្រូសប្ងៃជាគ្រូនៅក្នុងក្លឹបបដាល់ព្រែកព្រះស្ដេចបាទព្រែកព្រះស្ដេចអញ្ចឹងខ្ញុំបានមកជួបលោកគ្រូមកដល់វត្តថ្មីនេះវត្តវិវត្តដាក់គីមនីវត្តថ្មីដើម្បីសួរសុខទុក្ខលោកគ្រូបាទអញ្ចឹងលោកគ្រូនៅតែបន្តប្រវឹកកីឡាករកីឡាការិនីប៉ុន្តែលោកគ្រូមានបញ្ហាភ្នែកពាក់កណ្ដាលអាក្រក់ខ្មឹកជាង1000ដឺក្រេបាទបច្ចុប្បន្នក្លឹបព្រែកព្រះស្ដេចមានរឹតនេះគឺហាត់នៅក្នុងវត្តបាទដែលលោកឲ្យហាត់ប៉ុន្តែมันមានឧបករណ៍ឲ្យគ្រប់គ្រាន់ទេបាទអញ្ចឹងបងប្អូនចង់ដឹងពិស្ដាសូមរងចាំតាមដាននៅ LTNG Sport បាទ